Ok, trong video này dương รียนពីរបៀបរក្សាទុកឯកសារនៅក្នុង Adobe Photoshop CC ចឹងការពីវីដេអូមុនយើងបានសិក្សារួចមកហើយពីរបៀបនៃការបង្កើតសិលកិច្ចការថ្មីណាឬក៏ new background ចុះបន្ទាប់ពីកែសម្រួលឬក៏បង្កើតរូបភាពរួចលោកអ្នកគួររក្សាទុក cell ឯកសារដើម្បីការពារការបាត់បង់ទិន្នន័យនិងអាចបន្តកែសម្រួលនៅពេលក្រោយបានចុងទីសាស្ត្រទី1គឺរក្សាទុកជាលើកដំបូងចឹងមានថាឯកសាររបស់យើងគឺចាប់ផ្ដើមបង្កើតថ្មីចឹងចុចទៅលើ menu យកពាក្យ file មកជ្រើសរើសយកពាក្យ cell ឬក៏ចុច control បូកជាមួយនឹងអក្សរ F ណាចឹងជ្រើសរើសទីតាំង location ដែលត្រូវរក្សាទុកគឺបញ្ចូលឈ្មោះឯកសារ file name និងជ្រើសរើសប្រភេទឯកសារ file format រួចយើងចុចប៊ូតុង save ចឹងគេថាចំណាំចឹងប្រសិនបើជាលើកដំបូង Photoshop នឹងបង្ហាញផ្ទាំង cell as ដើម្បីឲ្យអ្នកជ្រើសរើសទីតាំងនិងប្រភេទឯកសារទីសាស្ត្រទី2គឺរក្សាទុកជាឈ្មោះថ្មីដោយយើងប្រើប្រាស់នៅ cell as ចឹងប្រើ cell as នៅពេលដែលអ្នកចង់រក្សាទុកឯកសារជាថ្មីឬរក្សាទុកក្នុងប្រភេទឯកសារផ្សេងៗដោយមិនប៉ះពាល់ឯកសារដើមចឹងនៅកន្លែងនេះឧទាហរណ៍ថាអ្នកនរគ្នាមានឯកសារណាមួយដែលយើងបើកមកយើងចង់កែប្រែថ្មីហើយយើងមិនចង់លុបបំបាត់នៅឯកសារចាស់គឺយើងប្រើប្រាស់នៅ cell as នឹងមកគឺ cell as នេះគឺយើង cell as បដូរឈ្មោះទៅជាឯកសារថ្មីអាចាស់វានៅដដែលចឹងយើងបានឯកសារថ្មីមកមួយទៀតអូខេចឹងយើងមើលជំហានមកគេឲ្យយើងចុចទៅលើ file យកពាក្យថា cell as ជ្រើសរើសទីតាំងរក្សាទុកបញ្ចូលឈ្មោះឯកសារថ្មីជ្រើសរើសប្រភេទឯកសារតមកទៀតយើងចុច save ណាអូខេឬក៏យើងអាចប្រើនៅ shortcut key របស់យើងគឺយើង control បូកជាមួយ shift បូកជាមួយនឹងអក្សរ F ណាអូខេយើងមកមើលប្រភេទឯកសារដែលប្រើប្រាស់ញឹកញាប់ណាចឹងប្រភេទឯកសាររបស់យើងមាន PSD, JPG, PNG, TIFF ហើយនិង PDF ចឹងយើងមកមើលការប្រើប្រាស់ចឹងការប្រើប្រាស់របស់យើងគេថា PSD គឺយើងរក្សាទុកគម្រោង Photoshop ដោយរក្សានៅ layer mask effect ហើយយើងអាចកែសម្រួលបាននៅពេលក្រោយសម្រាប់ JPG វិញគឺសម្រាប់រូបភាពទូទៅមានទំហំឯកសារតូចសមស្របសម្រាប់ការចែករំលែកនិងបង្ហោះនៅលើអ៊ីនធឺណិតមួយទៀតគឺ PNG គ្រប់គ្រងផ្ទៃខាងក្រោយគេ transparent background និងរក្សាគុណភាពរូបភាពបានល្អទីទៅ PNG នេះពីច្រើនគឺគេប្រើសម្រាប់ធ្វើជាប្រភេទ logo ណាអត់មានផ្ទៃខាងក្រោយអូខេមួយទៀតគឺ Fatif គឺសម្រាប់ការបោះពុម្ពដែលត្រូវការគុណភាពខ្ពស់ចឹងមានថាបើសិនជារូបរបស់យើងត្រូវការគុណភាពរូបច្បាស់ទំហំរូបរបស់យើងធំណាទំហំផ្ទាំងធំអាហ្នឹងគឺយើងប្រើ TIFF នឹងមកណាមួយទៀតគឺ PDF គឺសម្រាប់ចែករំលែកឬបោះពុម្ពឯកសារចានេះគឺជាឯកសារធម្មតាជាឯកសារនៅលើក្តារ A4 ជាទៅដូច Word របស់យើងដែរអូខេចឹងខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការរក្សាទុកឯកសារនីមួយៗណាអូខេចឹងជាដំបូងអ្នកនរគ្នាត្រូវបើកកម្មវិធី Adobe Photoshop របស់យើងមកអូខេចឹងខ្ញុំឃើញ Photoshop របស់ខ្ញុំគឺនៅលើ taskbar នេះឥឡូវចុចបើកវាមកអូខេចឹងយើងរកចាំតិចទៅអូខេចឹងអ្វីដែលយើងឃើញគឺជាផ្ទាំងកម្មវិធីរបស់យើងចឹងដំបូងឡើយអ្នកនរគ្នាត្រូវចុចទៅលើពាក្យអូខេ file មកហើយបន្តមកទៀតយើងយកពាក្យ new ឬក៏យើងអាចចុច control on មកអូខេចឹងទំហំនេះគឺជាទំហំសម្រាប់ YouTube ចឹងយើងបានសិក្សាពីថ្ងៃមុនហើយចឹង18នេះគឺ18នេះ Facebook ឯង YouTube របស់យើងគឺ18720អូខេហើយ72 pixel ហើយ RGB color ហើយតាក់ទងជាមួយ background របស់យើងអញ្ចឹងយើងយក background ពណ៌សមកណា
ok hay tầm một tiết chương thưa ca create ok chẳng dương còn việc mà dương đọc bài sắp rồi thấy thì mình đọc hái hay resolution chặt phí hay color mode chương vô RGB hay một việc resolution thì vô pixel không in hay colorนี่vô pixel tới ok chẳng dương thưa ca create ok chẳng dươngនឹងឃើញផ្ទាំងមួយបែបនេះអូខេចឹងយើងសរសេរមួយមកឧទាហរណ៍ថាខ្ញុំយកតិចមួយអូខេតិចនេះខ្ញុំដាក់ font ខ្មែរយើងមកចឹងខ្ញុំវាយខ្មែរ OS ចឹងយើងយកមូលាយមកអូខេចឹងយើងសរសេរមកគេដាក់ថារបៀបចឹងអ្នកនរគ្នាចង់សរសេរអក្សរខ្មែរអ្នកនរគ្នាត្រូវ change keyboard នៅកន្លែងនេះផងចឹងយើងយកខ្មែរមកកាលណាយើងសរសេរអង់គ្លេសគឺវាចេញទេចឹងយើងរើសយកខ្មែរអូខេចឹងយើងមកសរសេរមករបៀបរក្សាទុកឯកសារអូខេនេះគឺយើងដាក់ជើងអត់បានចឹងយើងត្រូវចូលទៅកាន់edit មកយើងយក reference បណ្ដានេះវាអត់ចេញទេដោយសារវាជាប់សរសេរចឹងយើងចុចភាសាទៅនឹងយក reference ចឹងយើងយក edit មក reference ហើយយើងយកពាក្យថៃថៃអូខេនេះមានដល់ Eastern and South ASEAN ត្រូវហើយយើងមកពី font របស់យើងហ្នឹងចឹងយើងអាចដូរ font យើងមកតែចានេះដោយសារថាខ្មែរអូតូវាយកខ្មែរមូលាយធម្មតាមកតែនេះតែយើងយកខ្មែរមូលាយចឹងមូលាយអូតូវាអត់ support ដែរចឹងរបៀបរក្សាទុកឯកសារចឹងអ្នកនរអាចចាប់ទាញមកអូខេហើយពេលយើងយកទៅតចុចកន្លែង T មកយើងដាក់ចោលឃើញសញ្ញា T នឹងចេញមកទុកឯកសារ Photoshop ចឹងកន្លែងយើងសរសេរភាសាអង់គ្លេសនេះយើង change key មកពេលដែលយើងចង់សរសេរអង់គ្លេស Photoshop CC ដាក់ CC ចុងទៀតអូខេចឹងដល់ពេលដែលអ្នកនរគ្នាធ្វើការសរសេរអក្សរបែបនេះហើយចឹងអ្នកនរគ្នាត្រូវការរក្សាទុកឯកសារចឹងយើងចុច file មកហើយយកពាក្យចឹងឯកសារយើងថ្មីដំបូងយើងអាចប្រើមួយណាក៏បានដែរ cell ក៏បាន cell as ក៏បានណាពេលឥឡូវយើងប្រើ cell ទៅគឺចឹងវាទាមទារយើងទុកនៅទីតាំងណាអញ្ចឹងយើងដាក់នៅទីតាំងមកthôiយើងដាក់ desktop អូខេអញ្ចឹងកន្លែងយើងដាក់ថា YouTube ហើយ file របស់យើងគឺ PSD ជាប្រភេទ file Photoshop អូខេឥឡូវយើងចុច save មកអូខេខ្ញុំចុចអូខេម្ដងទៀតអូខេឥឡូវយើងបិទកម្មវិធីទាំងមកអូខេអញ្ចឹងយើងមកមើលនៅលើ desktop អញ្ចឹងនៅលើ desktop របស់យើងនេះយើងឃើញ youtube.psd អូខេអញ្ចឹងខ្ញុំចុចបើកវាសាទៀតមកអញ្ចឹងវារត់ចូលមកកម្មវិធី Photoshop របស់យើងតែម្ដងអូខេអញ្ចឹងឧទាហរណ៍ថាអ្នកនរគ្នាចង់ធ្វើការដាក់ background ទៅលើអក្សរហ្នឹងអញ្ចឹងយើងអាចដាក់ background មកចុងឧទាហរណ៍ខ្ញុំធ្វើការ select ហើយខ្ញុំចាក់ពណ៌អូខេខ្ញុំចាក់ពណ៌មកហើយខ្ញុំបោះពណ៌ហើយខ្ញុំមកអុសពណ៌អូខេអញ្ចឹងតើតោះមួយពណ៌អសនេះគឺយើងអាចធ្វើការដូរបានដែរទៅដូរពណ៌អសអូខេ
ចឹងពេលដែលអ្នកនរគ្នាកែបែបនេះហើយចឹងយើងចង់រក្សាទុកវាចឹងលើកនេះខ្ញុំប្រើ cell as ចឹង file នេះខ្ញុំឧទាហរណ៍ថាខ្ញុំធ្វើហើយខ្ញុំចង់កែទេចឹងយើងយក file ប្រភេទ JPG ឬក៏យើង JPG ឬក៏ JPE ចឹងតែមួយទេចឹង file ហ្នឹងគឺយើងលេងកែបានហើយចឹងឧទាហរណ៍ខ្ញុំដាក់នៅលើ desktop ទៀតទៅ for ឈ្មោះ YouTube ដែរហើយយើងធ្វើការ save ចឹងដោយសារ file វាខុសគ្នាយើងឈ្មោះដូចគ្នាក៏អត់បញ្ហាដែរអូខេចឹងវាឲ្យយើងចុច OK ម្ដងទៀតអូខេចឹងរូបដែលយើងទទួលបាននេះគឺរូបមួយនេះដែលយើងធ្វើការ design ហើយចឹងយើងបើកមកលើក្រោយគឺវាលែងចូលទៅក្នុងកម្មវិធី Photoshop ទៀតហើយហើយ file ហ្នឹងគឺយើងអាចធ្វើការកែតម្រូវបានទៀតដែរអូខេចឹងមួយទៀតខ្ញុំចង់បង្ហាញដល់អ្នកគ្នាទាក់ទងជាមួយនឹង file ប្រភេទ PNG ចឹង PNG គឺជា file ដែលយើងអត់ត្រូវការ background ចឹងឧទាហរណ៍ថានៅកន្លែងនេះចឹងខ្ញុំលុប background ចោលមកអូខេហើយខ្ញុំលុប background ពណ៌សចោលអូខេចឹងវាមានផ្ទៃថ្លាបែបនេះចឹងផ្ទៃថ្លាបែបនេះចឹងនៅពេលដែលអ្នកនរគ្នា save គឺនៅកន្លែងនេះគឺវាអត់ឃើញថាផ្ទៃពណ៌ខៀវហើយនឹងសទេអូខេចឹងខ្ញុំចូលទៅ file ហើយខ្ញុំយកពាក្យ save as មកព្រោះយើងចង់ save ថ្មីចឹងអ្នកនរគ្នា save as មកដូរឈ្មោះឬក៏យើងមិនដូរក៏អត់បញ្ហាដែរដោយសារតែយើងមាន save as type ប្រភេទខុសគ្នាអូខេចឹងយើងរើស PNG មកនេះ PNG អូខេចឹងខ្ញុំទុកនៅក្នុង desktop ដូចគ្នាហើយបន្តចុចពី save អូខេចូលពី OK មកអូខេចឹងនេះយើងមើលឃើញថ្លាអត់មានផ្ទៃពណ៌សដូចមកទៀតទេចឹងពេលអ្នកនរគ្នាយកទៅដាក់នៅក្នុងកម្មវិធីផ្សេងៗគឺវានឹងអត់ឃើញចឹងគឺវាអត់មានឃើញផ្ទៃទេចឹងយើងឃើញចឹងយើងមានតែរូបហ្នឹងទេអូខេមួយទៀតគឺអាចប្រភេទជាផ្សេងចឹងនៅក្នុងនេះគឺមានប្រភេទផ្សេងច្រើនចឹងវាមានប្រភេទ TIFF ដែលយើងឃើញមកនេះណា TIFF PDF នេះ PDF Photoshop PDF ចឹងគឺវាចេញ PDF ឲ្យយើងតែម្ដងអូខេចឹងយើង save មកបង្ហោ PDF ទៀតមកអូខេចឹងយើងចុច OK ម្ដងទៀតតមកទៀតយើង save PDF វាសួរយើងម្ដងទៀតចឹងយើងចុច save PDF មកពេលចុចទៀតអូខេចឹងបានជោគជ័យឯងចឹងយើងមកមើលនៅលើ desktop យើងនឹងឃើញ file youtube.pdf អូខេចឹងពេលយើងបើកគឺវានឹងចេញជាលក្ខណៈឯកសារ Word មកឲ្យយើងតែម្ដងPDF មកឲ្យយើងអូខេចឹងសម្រាប់ការរក្សាទុករបស់យើងនៅក្នុងវីដេអូនេះដែរគឺមានប៉ុណ្ណឹងចឹងយើងជួបគ្នានៅការអនុវត្តបន្ត